Yes ทีมខ្ញុំត្រូវដូចគ្នាសុគមសិស្សតគេបានបានតគេថាអូអ្នកគ្រូមានប្រហែលវគ្គខ្ញុំឈ្នះទាំងអស់ហើយថ្ងៃនេះបាននាំកូនសិស្សមកធ្វើការប្រកួតដើម្បីប្រឡងយកបន្ទុកប្រចាំខែមិថុនាហើយមុនបានទៅដល់ការប្រកួតឲ្យកូនសិស្សគាត់បានបែងចែកក្រុមសេដាក់ឈ្មោះចូលក្នុងកណ្ដាស់ហើយបានខ្ញុំចេញមកក្រៅរៀបចំទីតាំងក្នុងការលេងហើយល្បែងសិក្សាដែលខ្ញុំយកមកថ្ងៃនេះគឺរត់ផ្លោះឆ្វេងស្ដាំអាហ្នឹងស្រួលលេងជាងគេលោតម្ដងមកខាងលោតជើងឆ្វេងស្ដាំអញ្ចឹងគូរង្វង់នេះដើម្បីឲ្យគាត់លោតចូលទៅក្នុងរង្វង់ហ្នឹងបដូរជើងគ្នាទៅវិញទៅមកហើយខ្ញុំបានកំណត់ទីតាំងចុះលក់ប៉ុន្តែវារៀងខ្លីបន្តិចដោយសារក្នុងសាលារៀនជាអៀតហើយមានស៊ីម៉ងមានអីចឹងពេលគាត់លេងទៅខ្លាចគាត់ដាច់ដៃដាច់ជើងដែរហ្នឹងតែឲ្យគាត់បានវឹកហាត់បដូរគ្រប់កីឡាហើយតមកក៏ចូលមកដល់ការប្រកួតកូស្វស្វ័យខ្លាំងមែនតើ6ក្រុមប្រកួតមកដល់2ក្រុមមើលទៅមើលកូនសិស្សឲ្យចេះសើចចានិយាយថាទាំងក្រុមហ្មងប្រឹងប្រែងអស់ពីសមត្ថភាពទាំងកម្លាំងកាយទាំងកម្លាំងចិត្តដាក់ចូលអស់ហើយតស៊ូធ្វើម៉េចប្រកួតឲ្យឈ្នះក្រុមម្ខាងទៀតដល់ពេលក្រុមចុងក្រោយគេថាអន់ចិត្តណាស់អ្នកគ្រូដាច់ជើងហើយអត់ឈ្នះគេទៀតតែមើលលើក្រោយខ្ញុំតស៊ូឈ្នះឲ្យតទៅបានសងសឹកខែក្រោយក៏នៅតែអាចសងសឹកបានទៀតដែរអញ្ចឹងគេក្នុងសន្យាថាប្រកួតវគ្គក្រោយត្រូវតែឲ្យក្រុមគេឈ្នះបន្ទាប់ពីការតស៊ូដ៏ស្វិតស្វាញរបស់ក្រុមនីមួយៗហើយខ្ញុំក៏ទទួលបានលទ្ធផលចុងក្រោយខ្ញុំបដាក់បន្ទុកនៅក្នុងថ្នាក់បន្ថែមទៀតហើយមិនមែនចេះឲ្យបន្ទុកពេញទេដកបន្ទុកអីណាគេលេងខូចគេលោតអត់ចូលក្នុងវងចង់តែរត់ឲ្យលឿនឲ្យឈ្នះគេក៏អត់បានបន្ទុកពេញដែរអ្នកគ្រូនេះក៏កាត់សេចក្តីតាមមើលឃើញជាក់ស្ដែងអត់ឲ្យមានភាពលំអៀងទេក្រុមណាតវ៉ាអីរត់ដំណោះស្រាយឲ្យភ្លាមហើយលទ្ធផលដែលទទួលបាននេះតាមក្រុមនីមួយៗកុំឲ្យអន់សពន់ចិត្តដោយសារជាសមត្ថភាពរួបរวมសាមគ្គីរបស់ក្រុមយើងដែលយើងធ្វើបានល្អក្នុងកម្រិតប៉ុណ្ណឹងហើយវីដេអូខ្ញុំក៏មានតែប៉ុណ្ណឹងដែរអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបខ្ញុំនៅវីដេអូក្រោយទៀត